អូនទាំងអស់គ្នាចាសាក់ទៅស្ដាប់រឿងឪពុកអ្នកមានបង្រៀនកូនអ្នកក្រចារឿងនេះខ្ញុំយល់ថាគឺមានន័យល្អសម្រាប់បងប្អូនដែលគួរតែចំណាយពេលទៅស្ដាប់វាធ្វើឲ្យយើងមានការគិតឲ្យបានស៊ីជម្រៅនិងពិចារណាបានវែងឆ្ងាយជាងនេះចាអញ្ចឹងដើម្បីយើងទទួលបានបទពិសោធន៍ល្អហើយជៀសវាងក្នុងការដើរផ្លូវខុសចាយើងអាចស្ដាប់ទៅលើបទពិសោធន៍របស់អ្នកដែលគាត់ជាអ្នកដឹកនាំចាធំនៅក្នុងពិភពលោកជាច្រើនចាអញ្ចឹងវាធ្វើឲ្យយើងមានការគិតបានស៊ីជម្រៅនិងមានការយល់ឃើញនឹងទូលំទូលាយជាងមុនចានៅពេលដែលបងប្អូនចាមានផ្នត់គំនិតគិតថាឪពុកម្ដាយចាត្រូវតែផ្ដល់ឲ្យត្រូវតែផ្គត់ផ្គង់ទៅតាមអ្វីដែលយើងចង់បានឬក៏គាត់មានសមត្ថភាពដែរគាត់មានលុយដែរប៉ុន្តែហេតុអីមិនឲ្យយើងចាហើយហេតុអីបានជាមិនផ្ដល់ឲ្យយើងដូចដែលយើងចង់បានចានៅពេលដែលគាត់ផ្ដល់ឲ្យអត់បានយើងគិតថាគាត់មិនបានស្រឡាញ់យើងចាយើងទៅនិយាយប្រាប់មិត្តភក្តិយើងហើយមិត្តភក្តិយើងគាត់នៅសកលយើងគាត់ក៏គិតអញ្ចឹងដែរចាដល់ហើយបងប្អូនគិតថាការដែលចេញមកឯករាជ្យនៅក្នុងជីវិតខ្លួនឯងខាងក្រៅចាបងប្អូនគិតថាល្អបងប្អូនធ្វើចុះប៉ុន្តែបងប្អូនត្រៀមផ្លូវកាយផ្លូវចិត្តឲ្យបានរឹងមាំជាមុនសិនយល់ដឹងឲ្យបានពីអត្តចរិតរបស់មនុស្សចាអត្តចរិតមនុស្សជាច្រើនដែលបងប្អូននឹងជួបហើយបងប្អូនអត់ចេះអត់យល់ដឹងពីរឿងទាំងអស់នោះទេបងប្អូននឹងងាយនឹងធ្លាក់ទៅលើផ្លូវខុសចាងាយដើរលើផ្លូវខុសចាហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់ដោយការពិចារណាចាអរគុណ